សួស្តីអ្នកទាំងអស់គ្នាយើងវិលត្រឡប់មកជួបគ្នាវិញហើយជាមួយនឹងខ្សែរឿង Ben 10 Classic ដែលផលិតនៅឆ្នាំ2005ដដែលថ្ងៃនេះដែរយើងនឹងវិលត្រឡប់មកជួបគ្នាវិញនៅក្នុងអេពីសូតទី12និងទី13ដែលជាអេពីសូតចុងបញ្ចប់នៅក្នុង season ទី1នេះហើយចំពោះនៅក្នុងអេពីសូតទី12នេះគឺយើងនឹងត្រូវឃើញ Ben ត្រូវតទល់ជាមួយនឹង Villain ថ្មីម្នាក់ដែលក៏នឹងមានសមត្ថភាពបញ្ជាទៅលើសត្វល្អិតយ៉ាងគួរឲ្យខ្លាចមែនទែនហើយចំណែកនៅក្នុងអេពីសូតទី13វិញគឺបិសាចមឹកកំណាចដែលមានឈ្មោះថា Vergag នោះបានធ្វើដំណើរមកដល់ភពផែនដីហើយក៏ជាមួយនឹង Ben ហ្នឹងគឺមានការប្រយុទ្ធតទល់គ្នាយ៉ាងល្អមើលមែនទែនហើយមុននឹងឈានចូលទៅដល់សាច់រឿងនៃវីដេអូអ្នកទាំងអស់គ្នាកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងហើយ yes យើងកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមចូលទៅក្នុងសាច់រឿងនៃវីដេអូទាំងអស់គ្នាចាប់ផ្ដើមឡើងមកនៅក្នុងអេពីសូតទី12នេះគឺយើងបានឃើញជាមួយនឹងកម្មករ2នាក់នៅសំណង់ការដ្ឋានមួយកន្លែងដែលពួកគេទាំងពីរនាក់នឹងកំពុងតែធ្វើការវាយទៅលើអគារចាស់មួយប៉ុន្តែនៅក្នុងពេលដែលពួកគេទាំងពីរនាក់កំពុងតែវាយនឹងក៏មានបុរសចម្លែកមួយបានធ្វើដំណើរចេញមកបន្ទាប់មកគាត់នឹងក៏បានបញ្ជាសត្វល្អិតរបស់គាត់ជាច្រើនមែនទែនដើម្បីទៅចាប់កម្មករសំណង់ម្នាក់ដើម្បីយកមកជួបជាមួយនឹងគាត់កាន់មកកាន់ Ben របស់យើងវិញយើងកំពុងតែឃើញគាត់នៅក្នុងរូបរាងជា upgrade ហើយគាត់នឹងកំពុងតែនៅក្នុងរូបរាងរបស់ម៉ូតូមួយកំពុងតែធ្វើការដេញតាមចាប់ចោលប្លន់ម្នាក់បន្ទាប់មក Ben ក៏បានធ្វើការ upgrade ទៅលើកង់ម៉ូតូរបស់គាត់ដែលឲ្យវាបញ្ចេញនៅបន្លាស្រួចមួយបន្ទាប់មកគាត់នឹងក៏បានធ្វើការជិះទៅគៀកឡានរបស់អបិចោលប្លន់ម្នាក់នោះនឹងបានចាក់បំផ្ទុះកង់ឡានរបស់វាហើយក៏បានធ្វើឲ្យវាក្រវីទៅបុកឡានដែលនៅជិតទីនោះផងដែរបន្ទាប់មកប៉ូលីសក៏បានធ្វើដំណើរមកកាន់ទីនេះនិងបានចាប់យកអបិចោលប្លន់ម្នាក់នោះយកទៅបាត់ទៅហើយចំពោះ Ben វិញក្រោយពីបានដេញតាមចាប់ចោលប្លន់ម្នាក់នោះរួចហើយគាត់នឹងក៏បានទៅប្រទះឃើញឡានការ៉េមដែលគេកំពុងតែទុកចោលមួយហើយក៏បានបើកគូតឡាននោះមើលនិងបានប្រទះឃើញការ៉េមជាច្រើនមែនទែនហើយនៅក្នុងពេលនោះលោកតាម៉ែក៏បានឆ្ងល់ថាបាត់ Ben ទៅណាយូរម៉េះហើយក៏ Ben នឹងនាងក៏បានចង្អុលទៅកាន់ឡានការ៉េមដែលគេកំពុងតែទុកចោលនោះនឹងបានប្រាប់ទៅកាន់លោកតាម៉ែកថា Ben កំពុងតែនៅក្នុងឡានការ៉េមនោះឯងហើយក្រោយពីលោកតាម៉ែកបានលឺអញ្ចឹងហើយគាត់ក៏បានបើកគូតឡានការ៉េមនោះមើលនឹងបានរកឃើញថា Ben នឹងកំពុងតែឆ្លងជំងឺផ្ដាសាយបាត់ទៅហើយដោយសារតែគាត់នឹងបានញ៉ាំការ៉េមច្រើនពេកបន្ទាប់មកលោកតាម៉ែកដោយក្តីបារម្ភទៅលើចៅប្រុសរបស់គាត់លោកតាម៉ែកនឹងក៏បានធ្វើដំណើរជូនចៅប្រុសចៅស្រីរបស់គាត់ទាំងពីរនាក់ដើម្បីធ្វើដំណើរទៅទិញថ្នាំនៅកន្លែងលក់ឱសថចិនសែមួយកន្លែងដើម្បីទិញថ្នាំទុកសម្រាប់ព្យាបាលជំងឺផ្ដាសាយរបស់ Ben បន្ទាប់មកនៅក្នុងពេលនោះក៏មានការវាយប្រហារពីបុរសម្នាក់ដែលបញ្ជាទៅលើសត្វល្អិតម្នាក់នោះរួចយើងក៏បានរកឃើញពីឈ្មោះពិតរបស់គាត់ផងដែរដោយឈ្មោះពិតរបស់គាត់នឹងគឺមានឈ្មោះថា Clancy បន្ទាប់មកគាត់នឹងក៏បានប្រើសត្វឃ្មុំរបស់គាត់ជាច្រើនមែនទែននិងបានធ្វើការបើកការវាយប្រហារទៅលើអ្នកភូមិដែលនៅក្នុងទីតាំងនោះជាពិសេសនឹងគាត់ក៏បានទៅចាប់នៅនារីម្នាក់ដែលគាត់នឹងត្រូវជាអ្នកគ្រប់គ្រងថ្មីនៅក្នុងទីតាំងតំបន់មួយនេះបន្ទាប់មក Ben ក្រោយពីបានឃើញអញ្ចឹងគាត់ក៏បានទាញនាឡិការបស់គាត់មកនិងបានប្រែកាឡាទៅជាអាសត្វតោវ៉ាល់ម៉ាតប៉ុន្តែដោយសារតែ Ben ឈឺអញ្ចឹងនៅពេលដែលគាត់ប្រែកាឡាទៅជាអាសត្វតោវ៉ាល់ម៉ាតហ្នឹងញៀនពិសេសរបស់អាសត្វតោវ៉ាល់ម៉ាតនោះហាក់ដូចជាមើលអ្វីមិនឃើញនោះទេហើយក៏ធ្វើឲ្យ Ben បានរត់ទៅបុករបស់របរដែលនៅជិតទីនោះពេញតែនឹងហើយក៏ Ben នឹងដោយនាងបានឃើញអញ្ចឹងគាត់នឹងក៏បានរត់ទៅឡើងជិះពីលើ Ben ដែលនៅក្នុងរូបរាងជាអាសត្វតោវ៉ាល់ម៉ាតនឹងដើម្បីជួយបញ្ជាដេញតាមចាប់អបិ Clancy ម្នាក់នោះប៉ុន្តែដោយសារតែលើកដំបូងអញ្ចឹងគឺធ្វើឲ្យ Ben នឹងពិបាកបញ្ជាទៅលើ Ben មែនតើហើយនៅក្នុងពេលដែលមិនបានប្រយ័ត្ននឹង Ben ក៏បានធ្វើឲ្យ Ben ធ្លាក់ពីលើខ្លួននិងបានធ្វើឲ្យនាងនឹងខ្ទាតទៅចំកន្លែងលក់ផាវនិងកំជ្រួចមួយហើយអាកេះផាវនិងកំជ្រួចនឹងគឺបានសង្កត់ទៅលើ Ben យ៉ាងជាប់មែនតើហើយនៅក្នុងពេលនោះក៏មានភ្លើងបានធ្វើដំណើរមកកាន់កន្លែងផាវនិងកំជ្រួចនេះផងដែរប៉ុន្តែសំណាងល្អនៅក្នុងពេលនោះលោកតាម៉ែក៏បានរុញនៅធុងរទេះគៀវមួយនិងបានធ្វើឲ្យវាខ្ចាយទៅលើអាភ្លើងនោះធ្វើឲ្យវារលត់បាត់ទៅក្រោយពីមានរឿងហេតុកើតឡើងដូច្នេះហើយ Ben នឹងនាងក៏បានបើកកុំព្យូទ័ររបស់នាងនិងបានស្រាវជ្រាវពីជីវប្រវត្តិរបស់អបិ Clancy ម្នាក់នោះហើយក៏បានរកឃើញថាអបិ Clancy ម្នាក់នោះគឺហាក់ដូចជាមនុស្ស mutant អញ្ចឹងហើយគាត់នឹងក៏បានខឹងសម្បាទៅលើមេភូមិថ្មីនេះខ្លាំងមែនទែនដោយសារពួកគេនឹងគឺមានកម្រងវាយទៅលើអគារចាស់ចោលនិងមានកម្រងកសាងអគារថ្មីបន្ថែមហើយដោយសារតែអគារចាស់ទាំងនោះគឺដូចជាជំរករបស់គាត់អញ្ចឹងទើបធ្វើឲ្យគាត់នឹងមានការខឹងសម្បាខ្លាំងមែនទែនក្រោយពីពួកគេទាំង3នាក់បានលើដូច្នេះហើយពួកគេទាំង3នាក់នឹងក៏បានប្រញាប់ធ្វើដំណើរទៅកាន់អគារចាស់ដែលនៅក្នុងទីក្រុងនោះយកតែម្ដងបន្ទាប់មកនៅក្នុងពេលដែលពួកគេទាំង3នាក់បានទៅដល់អគារចាស់មួយនោះពួកគេនឹងក៏បានរកឃើញពីសម្បុក
សត្វល្អិតនៅក្នុងអាគារនោះគឺពិតជាច្រើនមែនទែនបន្ទាប់មកនៅពេលដែលអាប៉ែកក្លានស៊ីម្នាក់នោះបានឃើញដូច្នេះគាត់នឹងក៏បានបើកការវាយប្រហារទៅលើពួកគេយកតែម្ដងដោយបានហៅសត្វល្អិតរបស់គាត់ជាច្រើនមែនទែនដើម្បីមកធ្វើការវាយប្រហារទៅកាន់ពួកគេប៉ុន្តែនៅក្នុងពេលដែលប្រយុទ្ធគ្នានឹងដោយសារតែអាគារនោះមានសភាពចាស់ទ្រុឌទ្រោមខ្លាំងនៅពេលដែលប្រយុទ្ធគ្នានឹងគឺធ្វើឲ្យអាគារនោះបានបាក់រលំមកទាំងស្រុងយកតែម្ដងហើយក្រោយពីអាគារនោះបានដួលរលំហើយសត្វល្អិតរបស់អាប៉ែកក្លានស៊ីម្នាក់នោះគឺបានងាប់ច្រើនមែនទែនហើយគាត់នឹងក៏បានកោះហៅសត្វល្អិតរបស់គាត់ជាច្រើនមែនទែនមកហ៊ុំព័ទ្ធខ្លួនរបស់គាត់ដើម្បីធ្វើដំណើរទៅកំទេចរោងចក្រអគ្គិសនីដែលនៅក្នុងតំបន់មួយនោះបន្ទាប់មកមិនរងចាំយូរបែនជាមួយនឹងកវ៉ែនហើយលោកតាម៉ែកពួកគេទាំង3នាក់ហ្នឹងក៏បានប្រញាប់ឡើងឡាន Rush Bucket របស់ពួកគេដើម្បីចេញដំណើរប្រញាប់ទៅបញ្ឈប់អាប៉ែកក្លានស៊ីម្នាក់នោះបន្ទាប់មកនៅក្នុងពេលដែលពួកគេទាំង3នាក់បានធ្វើដំណើរទៅដល់រោងចក្រអគ្គិសនីនោះរួចហើយអាប៉ែកក្លានស៊ីម្នាក់នោះក៏បានកោះហៅសត្វល្អិតរបស់គាត់ជាច្រើនមែនទែនដើម្បីមកហ៊ុំព័ទ្ធខ្លួនរបស់គាត់ហើយវាក៏បានរុំទៅបង្កើតជាបិសាចមួយយ៉ាងធំមែនទែនហើយនៅក្នុងពេលហ្នឹងផងដែរបែនក៏បានទាញនាឡិការបស់គាត់មកដោយបានប្រែកាឡាទៅជា Heat Blast តែដោយសារតែបែនឈឺអញ្ចឹង Heat Blast នេះមិនមែនបាញ់ចេញភ្លើងនោះទេប៉ុន្តែគាត់នឹងគឺបាញ់ចេញទឹកកកទៅវិញហើយនៅក្នុងពេលដែលប្រយុទ្ធគ្នានឹងបែនក៏បានបាញ់ទឹកកកជាច្រើនមែនទែនទៅធ្វើឲ្យអាសត្វល្អិតរបស់អាប៉ែកក្លានស៊ីម្នាក់នោះបានងាប់ជាច្រើនមែនទែនប៉ុន្តែនៅក្នុងពេលដែលប្រយុទ្ធគ្នានឹងបែនក៏បានរកឃើញថាអាប៉ែកក្លានស៊ីម្នាក់នោះគឺបានបើកប្រព័ន្ធដំណើរការអគ្គិសនីនេះឲ្យវាឡើងកម្ដៅខ្លាំងមែនទែនដើម្បីចង់បំផ្ទុះនៅកន្លែងអគ្គិសនីមួយនេះហើយក្រោយពីបែនបានដឹងអញ្ចឹងហើយក៏បានប្រើទឹកកកដែលបាញ់ចេញពី Heat Blast នោះបានបាញ់សម្ដៅទៅកាន់ម៉ាស៊ីនអគ្គិសនីដែលកំពុងតែក្តៅខ្លាំងនោះធ្វើឲ្យវាកកបាត់ទៅក្រោយពីបញ្ឈប់នៅភាពវឹកវរនៅកន្លែងរោងចក្រអគ្គិសនីនោះរួចហើយនៅពេលដែលពួកគេទាំង3នាក់នឹងកំពុងតែធ្វើដំណើរតាមដងផ្លូវហ្នឹងពួកគេទាំង3នាក់នឹងក៏បានរងការវាយប្រហារពីអាប៉ែកក្លានស៊ីម្នាក់នោះម្ដងទៀតប៉ុន្តែនៅក្នុងពេលដែលកំពុងតែទទួលរងការវាយប្រហារពីអាប៉ែកក្លានស៊ីម្នាក់នោះបែនក៏បានរកឃើញថាសត្វល្អិតរបស់អាប៉ែកក្លានស៊ីហ្នឹងគឺពិតជាចូលចិត្តណាស់អាថ្នាំចិនសែដែលលោកតាម៉ែកបានទិញឲ្យគាត់នឹងមែនទែនហើយបន្ទាប់មកបែនក៏បានបោះវាចូលទៅក្នុងជ្រោះទឹកដែលនៅក្បែរនោះបាត់ទៅហើយចុងក្រោយពួកគេទាំង3នាក់ហ្នឹងក៏បានបង្ក្រាបទៅលើអាប៉ែកក្លានស៊ីម្នាក់នោះបានសម្រេចបាត់ទៅចំណែកនៅក្នុងអេពីសូតទី13ឯនេះវិញយើងក៏បានឃើញជាមួយនឹងអេលៀនកំណាចវាកែកម្នាក់នោះហើយគាត់នឹងក៏បានដើរចេញមកនិយាយទាំងកំហឹងមែនទែនថាឥឡូវនេះមុខរបួសរបស់គាត់បានជាសះស្បើយហើយគាត់នឹងធ្វើដំណើរទៅកាន់ភពផែនដីនិងតាមស្វែងរកនាឡិកា Omnitrix ដោយខ្លួនឯងយកតែម្ដងចំណែកឯបែរនេះវិញគាត់ក៏បានយល់សបិនហាក់ដូចជាបានដឹងថាវាកែកំពុងតែធ្វើដំណើរមកកាន់ភពផែនដីផងដែរហើយវាកែនឹងក៏បានធ្វើការគម្រាមកំហែងទៅកាន់បែរនៅក្នុងសបិនទៀតផងចំណែកឯលោកតាម៉ែកវិញក្រោយពីបានបែរប្រាប់ដូច្នេះហើយគាត់នឹងក៏មានការព្រួយបារម្ភទៅលើបែរមែនទែនបន្ទាប់មកនឹងលោកតាម៉ែកក៏បាននិយាយថាពួកគេត្រូវតែប្រញាប់ធ្វើដំណើរទៅកាន់ភ្នំ Rushmore ឲ្យបានលឿនជាទីបំផុតហើយក្រោយពីបាននិយាយដូច្នេះហើយលោកតាម៉ែកក៏បានចេញឡានធ្វើដំណើរទៅទាំងយប់យកតែម្ដងកាន់មកកាន់វាកែនេះវិញគាត់នឹងកំពុងតែអង្គុយមើលវីដេអូរបស់បែនហើយក៏បានរកឃើញថាបែននឹងបានប្រើប្រាស់នាឡិកា Omnitrix ដើម្បីធ្វើជា Super Hero ការពារទៅលើប្រជាជនស្លូតត្រង់ផងដែរហើយក្រោយពីវាកែបានឃើញដូច្នេះហើយគាត់នឹងក៏បាននិយាយថាគាត់នឹងមិនចាំបាច់ហត់តាមស្វែងរកបែនដោយរញ៉េរញ៉ៃនោះទេដោយគាត់នឹងគ្រាន់តែប្រើប្រាស់កូនចៅរបស់គាត់ដើម្បីទៅបង្កើននៅបញ្ហានៅកន្លែងណាមួយនោះអញ្ចឹងហើយបែននឹងធ្វើដំណើរដើម្បីមកជួយសង្គ្រោះនៅកន្លែងដែលមានបញ្ហានេះហើយក្រោយពីគាត់បានគេអញ្ចឹងហើយគាត់ក៏បានបញ្ជូនកូនចៅរបស់គាត់ជាច្រើនមែនទែនដើម្បីធ្វើដំណើរទៅអុកលោកនៅក្នុងទីក្រុង Rapid City ហើយបន្តមកវាក៏ធ្វើឲ្យមានការចលាចលជាច្រើនមែនទែននៅក្នុងទីក្រុង Rapid City មួយនោះហើយដូចជាការគិតរបស់វាកែអញ្ចឹងនៅពេលដែលបានឃើញទីក្រុងនៅក្បែរនេះកំពុងតែមានរឿងអញ្ចឹងគាត់នឹងក៏បានប្រញាប់ទាញនាឡិការបស់គាត់និងប្រែកាឡាទៅជា Heat Blast រួចនៅពេលដែលបានធ្វើដំណើរទៅដល់ភ្លាមពួកអារ៉ូបតទាំងនោះក៏បានឈប់បង្កនៅភាពចលាចលហើយវាក៏បានបដូរគោលដៅមកព្រួតវាយបែនយកតែម្ដងហាក់ដូចជាវានឹងបានរងចាំបែនជាយូរមកហើយរួចនៅពេលបែនបានធ្វើការបាញ់ភ្លើងដើម្បីតទល់ជាមួយពួករ៉ូបតទាំងនឹងហើយនៅក្នុងពេលនោះក៏មានយានរៀងដូចជាដុំបាល់មូលមួយអញ្ចឹងបានធ្វើដំណើរមកកាន់ទីនេះយ៉ាងលឿនមែនទែនហើយក៏បានបាញ់គ្រាប់អន្ទាក់មួយទៅចងបែនជាប់ជាមួយនឹងជញ្ជាំងរួចក្រោយមកអេលៀនវាកែម្នាក់នោះក៏បានចុះពីយានរបស់វាមកដើម្បីនឹងបំរុងទៅចាប់បែនឡើងទៅលើយានរបស់វារួចហើយនៅក្នុងពេលនោះបែនក៏បានខំប្រើភ្លើងយ៉ាងខ្លាំងមែនទែនដើម្បីទៅដុតកំទេចអាអន្ទាក់មួយនោះហើយក៏បាន
បានលោតទៅវាយវាហ្គេកដាក់យកតែម្ដងប៉ុន្តែបើមើលការវាយរបស់បែនទៅលើវាហ្គេកវិញហាក់ដូចជាមិនអាចធ្វើអ្វីទៅលើវាហ្គេកបាននោះទេរួចមិនត្រឹមតែប៉ុណ្ណោះវាហ្គេកក៏បានលើកបែនគប់ពីមួយអាគារទៅមួយអាគារបានធ្លុះជាច្រើនអាគារមែនទែនប៉ុន្តែនៅក្នុងពេលនោះនាឡិការបស់បែនក៏បានលោតអស់ថ្មតែក៏ជាសំណាងល្អនៅក្នុងពេលនោះលោកតាម៉ែកក៏បានធ្វើដំណើរមកដល់ទីនេះហើយមិនត្រឹមតែប៉ុណ្ណោះលោកតាម៉ែកនឹងបានបើកឡានលឿនមែនទែនដើម្បីធ្វើដំណើរទៅកាន់ភ្នំរ៉ាស្ម័រមួយនោះហើយបើមើលទៅកាន់របស់វាហ្គេកឯនោះវិញគឺពួកវានឹងនៅតែបន្តដេញតាមឡានរបស់លោកតាម៉ែកដដែលរួចហើយនៅក្នុងពេលនោះនាឡិការបស់បែនក៏បានមានថ្មវិញហើយក៏បានប្រែកន្លាខ្លួនទៅជាអារុយ Sting Flight ហើយបែនក៏បានហោះទៅប្រយុទ្ធតទល់ជាមួយនឹងពួក robot និងវាហ្គេកយកតែម្ដងដោយពួក robot របស់វាហ្គេកនឹងគឺធ្វើការបាញ់ laser ចំណែកឯបែនវិញគឺប្រើទឹកមាត់ស្អិតរបស់គាត់នោះឯងហើយបើមើលទៅនៅក្នុងការប្រយុទ្ធគ្នានឹងបែនគឺពិតជាពិបាកទប់ទល់ជាមួយនឹងវាហ្គេកខ្លាំងមែនទែនហើយនៅក្នុងពេលនោះនៅពេលដែលវាហ្គេកបានចាប់បែនបានហើយគាត់នឹងគ្រាន់តែប្រើចង្អុលដៃមួយទៅចុចទៅលើនាឡិកា Omnitrix របស់បែននោះទេវាក៏បានប្រែកាឡាខ្លួនរបស់គាត់ទៅជាកូនក្មេងយកតែម្ដងហើយវាហ្គេកនឹងគឺពិតជាមានកំហឹងខឹងសម្បាខ្លាំងមែនទែនដោយសារតែកំពូលអាវុធដែលខ្លាំងជាងគេប្រចាំចក្រវាលបានធ្លាក់មកក្នុងដៃកូនក្មេងម្នាក់ទៅវិញនៅក្នុងពេលនោះវាហ្គេកក៏បានចង់យកដៃរបស់គាត់ដើម្បីទៅទាញនាឡិកា Omnitrix ចេញពីដៃរបស់បែនប៉ុន្តែនៅក្នុងពេលនោះនាឡិកា Omnitrix នឹងក៏បានប្រតិកម្មនិងបង្កើតទៅជារលកផ្ទុះមួយយ៉ាងខ្លាំងមែនទែនហើយវាក៏បានធ្វើឲ្យវាហ្គេកបានខ្ទាបប៉ោងទៅបុកជាមួយនឹងជញ្ជាំងយ៉ាងខ្លាំងមែនទែនពោលគឺដោយសារតែនាឡិកា Omnitrix នឹងបានផ្សារភ្ជាប់ DNA ជាមួយនឹងបែនបាត់ទៅហើយអញ្ចឹងហើយវាមិនអាចដោះចេញដោយងាយៗបាននោះទេអញ្ចឹងហើយទៅបានជាវាហ្គេកបានចាប់បែនឡើងទៅលើយានរបស់គាត់យកតែម្ដងដើម្បីស្វែងរកវិធីសាស្ត្រផ្សេងនៅក្នុងការដោះយកនាឡិកា Omnitrix មួយនោះរួចយើងក៏បានឃើញវាហ្គេកបានចាប់បែនដាក់ទៅក្នុងម៉ាស៊ីនពិសេសមួយដែលវាមាន technology ពិសេសនៅក្នុងការស្វែងរកដំណោះស្រាយនៅក្នុងការដោះយកនាឡិកា Omnitrix ចេញពីដៃរបស់បែនកាន់មកកាន់លោកតាម៉ែកអានេះវិញយើងក៏បានឃើញគាត់ធ្វើដំណើរទៅកាន់ភ្នំរ៉ាស្ម័រមួយនោះហើយនៅនឹងផងដែរយើងក៏បានរកឃើញពីរូងសម្ងាត់មួយនៅក្រោមភ្នំរ៉ាស្ម័រមួយនោះហើយនៅក្នុងនោះគឺពិតជាសម្បូរទៅដោយអាវុធនិងបច្ចេកវិទ្យាខ្ពស់ខ្លាំងមែនទែនហើយក្វែនដែលនៅជិតទីនោះនឹងនាងក៏បានភ្ញាក់ផ្អើលខ្លាំងមែនទែនដែលមិននឹកស្មានថាលោកតាម៉ែករបស់ខ្លួននឹងគឺជាអតីតភ្នាក់ងារសម្ងាត់អ្វីមួយសោះក្រោយពីបានរកកំភ្លើងពិសេសមួយដើម្បីទប់ទល់ជាមួយនឹងវាហ្គេកហើយលោកតាម៉ែកនឹងក៏បានបើកឡាន Rush Bucket របស់គាត់យ៉ាងលឿនមែនទែនធ្វើការបុកចូលទៅក្នុងយានអវកាសរបស់វាហ្គេកយកតែម្ដងហើយលោកតាម៉ែកក៏បានទាញអាកំភ្លើងពិសេសនោះនឹងបានបាញ់ទៅកាន់វាហ្គេកធ្វើឲ្យវាហ្គេកនឹងប៉ើងខ្ទាតចេញពីទីនោះបាត់ទៅហើយលោកតាម៉ែកក៏បានប្រញាប់ធ្វើដំណើរដើម្បីទៅជួយសង្គ្រោះបែនចំណែកបែនដែលជាប់នៅក្នុងអាម៉ាស៊ីនពិសេសរបស់វាហ្គេកនោះវិញមិនដឹងថាអាម៉ាស៊ីនពិសេសនោះបានធ្វើអ្វីទៅលើនាឡិការបស់គាត់នោះទេដោយនាឡិកា Omnitrix របស់បែននឹងគឺបានប្រតិកម្មយ៉ាងខ្លាំងមែនទែនដោយបានប្រែកាឡាទៅជា alien ម្ដងមួយពេញតែនឹងហើយនៅពេលដែលវាបានប្រតិកម្មប្រែកាឡាទៅជាអាដៃ4បែនក៏មានឱកាសនៅក្នុងការវាកំទេញអាម៉ាស៊ីននោះធ្វើឲ្យគាត់នឹងបានរួចផុតពីការជាប់ជាមួយនឹងអាម៉ាស៊ីននោះផងដែរឬហើយបែនក៏បានរត់ទៅបុកជាមួយនឹងវាហ្គេកធ្វើឲ្យពួកគេទាំងពីរនាក់នឹងបានធ្លាក់ចុះទៅក្រោមយកតែម្ដងហើយនៅពេលដែលពួកគេទាំងពីរនាក់បានប្រយុទ្ធគ្នានៅខាងក្រោមនឹងយើងក៏បានឃើញបែនបានប្រែកាយយ៉ាងវល់មែនទែនដោយមួយផ្លែទៅជា upgrade និងមួយផ្លែទៀតទៅជា Ripjaw អីពេញតែនឹងហើយចុងក្រោយនឹងក៏បានប្រែកាឡាទៅជារត់លឿន accelerate ហើយនៅពេលដែលបែនបានរត់ទៅវិញទៅមកវាគ្នាជាមួយនឹងវាហ្គេកមួយសន្ទុះក្រោយមកគាត់នឹងក៏បានប្រែកាឡាទៅជា Diamond Head ម្ដងប៉ុន្តែនៅក្នុងពេលដែលប្រយុទ្ធគ្នានឹងយើងក៏បានឃើញផងដែរថាទោះបីជាបែនបានប្រែកាឡាដូរ alien គ្រប់ប្រភេទក៏ដោយក៏គាត់នឹងហាក់ដូចជាពិបាកទប់ទល់ជាមួយនឹងវាហ្គេកខ្លាំងមែនទែនកាន់មកកាន់លោកតាម៉ែកជាមួយនឹងក្វែននៅលើយានអានេះវិញលោកតាម៉ែកនឹងកំពុងតែset up ពេលវេលាដើម្បីបំផ្ទុះយាននេះឲ្យវារាប់ថយក្រោយនិងដើម្បីឲ្យយាននេះវាផ្ទុះបន្តមកលោកតាម៉ែកជាមួយនឹងក្វែននឹងក៏បានឡើងឡានទាំងពីរនាក់ដើម្បីជិះទម្លាក់ពីយាននេះចុះមកខាងក្រោមវិញប៉ុន្តែនៅក្នុងពេលដែលពួកគេទាំងពីរនាក់ធ្វើដំណើរចុះមកខាងក្រោមនឹងពួកគេទាំងពីរនាក់នឹងក៏ត្រូវបានចាប់ខ្លួនដោយវាហ្គេកយកតែម្ដងបន្តមកវាហ្គេកក៏បានយកលោកតាម៉ែកជាមួយនឹងក្វែននឹងដើម្បីធ្វើជាចំណាប់ខ្មាំងហើយក៏បាននិយាយទៅកាន់បែនថាឲ្យប្រគល់ខ្លួនមកបើសិនជាមិនចង់ឲ្យលោកតាម៉ែកជាមួយនឹងក្វែនស្លាប់បន្តមកវាហ្គេកក៏បានដើរសម្ដៅទៅកាន់បែននិងយកម្រាមដៃរបស់គាត់ចុចទៅលើនាឡិកា Omnitrix នោះហើយវាហ្គេកនឹងក៏បានចាប់គាត់ឡើងទៅលើយានបាត់ទៅហើយនៅពេលដែលឡើងទៅដល់លើយានវិញនឹងវាហ្គេកនឹងក៏បានភ្ញាក់ផ្អើលមែនទែនដោយបានរកឃើញពីគ្រាប់បែកដែលកំពុងតែរាប់ពេលវេលាថយក្រោយនៅក្នុងការផ្ទុះនឹងហើយឆ្លៀតនៅក្នុងអាកាសនឹងបែនក៏បានរើសកាំភ្លើងនិងបានបាញ់សម្ដៅទៅកាន់វាហ្គេកហើយក៏បានធ្វើឲ្យគាត់ដួលនិងមានដែកមួយយ៉ាងធំមែនទែនដួលមកសង្កត់ពីលើខ្លួនរបស់គាត់បន្ទាប់មកនឹងបែនក៏បានប្រញា
ញ្ញាប់ទាញនាឡិការបស់គាត់មកដើម្បីប្រែកាឡាទៅជា Ahit Plus ដើម្បីហោះចាក់ចេញពីយានមួយនេះហើយស្របពេលនឹងយានអវកាសនោះក៏បានផ្ទុះជាមួយនឹង Vega នៅខាងក្នុងនោះផងដែរចំណែក Abel នៅក្នុងរូបរាងជា Ahit Plus ឯនេះវិញក៏បានធ្វើដំណើរមកដល់ភពផែនដីវិញហើយក៏បានជួបជុំគ្នាជាមួយនឹងលោកតា Meg ជាមួយនឹង Gwen វិញទៅហើយ yes អ្នកទាំងអស់គ្នាអេពីសូតទី12និងទី13នេះក៏បានដើរមកដល់ទីបញ្ចប់នៅត្រឹមប៉ុណ្ណឹងហើយខ្ញុំពិតជាសូមទោសអ្នកទាំងអស់គ្នាមែនទែននៅក្នុងការចេញវីដេអូយឺតដោយសារតែប្រហែលអាទិត្យមុននឹងខ្ញុំពិតជារវល់ជាមួយនឹងការសិក្សាខ្ញុំផងហើយជាមួយនឹងការងារខ្ញុំផងដែរអញ្ចឹងហើយវាក៏បានធ្វើឲ្យខ្ញុំខកខាននៅក្នុងការចេញវីដេអូទាន់ពេលវេលាប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំនឹងខិតខំព្យាយាមចេញវីដេអូឲ្យបានទាន់ពេលវេលាវិញហើយ yes បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូបែបនេះអ្នកទាំងអស់គ្នាកុំភ្លេចចុច like និង subscribe ម្នាក់មួយផងហើយបើសិនជាចង់ឲ្យខ្ញុំសម្រាយនៅ Ben 10នៅក្នុង season 2 បន្តទៀតអ្នកទាំងអស់គ្នាកុំភ្លេចទម្លាក់នៅក្នុង comment ឲ្យខ្ញុំបានដឹងផងហើយ yes អ្នកទាំងអស់គ្នាយើងហើយអរគុណអ្នកទាំងអស់គ្នាយើងនឹងជួបគ្នានៅពេលក្រោយទៀតនៅក្នុង episode ក្រោយៗទៀត goodbye អ្នកទាំងអស់គ្នា